រដ្ឋបាលខេត្តព្រះសីហនុជំរុញការអភិវឌ្ឍផែននេសាទស្តង់ដារចំនួន3ទីតាំងដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិងទាក់ទាញភ្ញៀវទេសចររដ្ឋបាលខេត្តព្រះសីហនុបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យជលផលដែលមិនត្រឹមតែបម្រើដល់ការនេសាទប៉ុណ្ណោះទេប៉ុន្តែនឹងក្លាយជាគោលដៅទេសចរថ្មីដ៏ទាក់ទាញសម្រាប់ខេត្តតំបន់ឆ្នេរមួយនេះនៅព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2026លោកសមុទ្រសធិរិទ្ធអភិបាលរងខេត្តព្រះសីហនុតំណាងឲ្យអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ Zoom ក្រមអធិបតីភាពអាដាមម៉ែនសុផលរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យនិងផ្ដល់យោបល់លើសំណើសុំគាំទ្រទីតាំងនិងប្លង់ស្ថាបត្យកម្មសម្រាប់ការអភិវឌ្ឍផែននេសាទសរុបចំនួន8កន្លែងនៅក្នុងខេត្តជាប់មាត់សមុទ្រទាំង4រួមមានខេត្តព្រះសីហនុកោះកុងកំពតនិងខេត្តកែបក្នុងអង្គប្រជុំលោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថាការរៀបចំកំពង់ផែចំនួន3ទីតាំងក្នុងខេត្តព្រះសីហនុគឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់លោកបានលើកឡើងថាការទាក់ទាញភ្ញៀវទេសចរជាតិជាមធ្យមក្នុងមួយឆ្នាំខេត្តព្រះសីហនុទទួលបានកប៉ាល់ទេសចរខ្នាតធំចូលចតជាង30គ្រឿងភ្ញៀវទេសចរទាំងនោះតែងតែស្វែងរកទីតាំងបែបសហគមន៍និងជីវភាពរស់នៅពិតប្រាកដរបស់អ្នកនេសាទបង្កើនរយៈពេលស្នាក់នៅព្រោះកន្លងមកការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធផែដែលស្អាតនិងមានស្តង់ដារបានធ្វើឲ្យយើងបាត់បង់ឱកាសក្នុងការរក្សាភ្ញៀវឲ្យស្នាក់នៅបានយូរការអភិវឌ្ឍផែនេសាទថ្មីនេះនឹងក្លាយជាផលិតផលទេសចរថ្មីដែលអនុញ្ញាតឲ្យភ្ញៀវដើរកម្សាន្តទស្សនាការលក់ដូរគ្រឿងសមុទ្រស្រស់ៗនិងស្វែងយល់ពីវប្បធម៌សមុទ្រស្របជាមួយគ្នានេះដែរលោកហឹបសុខាណារ៉ូប្រធានទីលានសម្រាមក៏បានចូលរួមមតិដោយស្នើឲ្យការសាងសង់កំពង់ផែទាំង3បន្ថែមទៀតក្នុងខេត្តព្រះសីហនុត្រូវគិតគូរឲ្យបានម៉ត់ចត់ពីប្រព័ន្ធគ្រប់គ្រងសំណល់និងសោភ័ណភាពដើម្បីធានាថាការអភិវឌ្ឍនេះមាននិរន្តរភាពនិងមិនប៉ះពាល់ដល់បរិស្ថានសមុទ្រគម្រោងអភិវឌ្ឍផែនេសាទដែលស្របតាមស្តង់ដារបច្ចេកទេសនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជាជួយឲ្យអ្នកនេសាទមានកន្លែងចតទូកសុវត្ថិភាពនិងងាយស្រួលក្នុងការផ្ទេរផលនេសាទបង្កើនការងារនិងបង្កើនចំណូលតាមរយៈការលក់ដូរនិងសេវាកម្មទេសចរសហគមន៍លើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរឲ្យស័ក្តិសមជាតារារះនាទិសនិរដីជាកិច្ចបញ្ចប់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ពីការគាំទ្រទាំងស្រុងនិងត្រៀមខ្លួនសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញឲ្យគម្រោងសាងសង់កំពង់ផែទាំង3ទីតាំងនេះលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ